អ្នកខ្លះអាចគិតថាក្មេងអាយុប៉ុណ្ណឹងវាតូចពេកតែចងចាំស្អីបានតែខ្ញុំជឿថាការចងចាំវាមិនស្ថិតនៅលើរូបភាពឬសម្ដីនោះទេតែគឺស្ថិតនៅលើអារម្មណ៍ដែលកូនទទួលដឹងពីភាពកក់ក្ដៅក្នុងរង្វង់ដៃម្ដាយដែលនាំកូនទៅគ្រប់ទីកន្លែងជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅវីដេអូដែលនាំកូនបនរសាម្លេងវត្តភ្នំកាលពីអូនមានអាយុ10ខែវត្តភ្នំនេះគឺចាត់ទុកថាជាបេះដូងនៃរាជធានីភ្នំពេញហើយអ្នកណាក៏ស្គាល់ដែរមែនអត់បងប្អូនហើយជឿថាអ្នកនៅភ្នំពេញទាំងអស់ប្រកាសជាធ្លាប់បានម្លេងគ្រប់គ្នាដែរបើខ្ញុំវិញម៉ាក់ប៉ាធ្លាប់នាំម្លេងតាំងពីនៅតូចដល់ពេលមានកូនក៏នាំកូនម្លេងតាំងពីកូននៅតូចអញ្ចឹងទៀតព្រោះចង់ឲ្យកូនបានឃើញបរិយាកាសនិងស្គាល់កន្លែងដែលម៉ាក់ធ្លាប់ឃើញធ្លាប់ស្គាល់កាលពីនៅតូចដូចគ្នាចាបងប្អូនវត្តភ្នំដូនពេញនេះគឺជាវត្តដ៏ចំណាស់មួយក្នុងប្រទេសកម្ពុជាយើងដែលមានអាយុកាលប្រមាណជា650ឆ្នាំឆ្លងកាត់ការសាងសង់និងជួសជុលជាបន្តបន្ទាប់ដោយរជ្ជកាលស្ដេចចំនួន4អង្គវត្តភ្នំគឺជាទីមណ្ឌលនៃបូជនីយដ្ឋានសាសនាវប្បធម៌និងប្រវត្តិសាស្ត្រដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុងភ្នំពេញដែលវត្តនេះមានកម្ពស់សរុប46ម៉ែត្រហើយវត្តនេះផងដែរត្រូវបានប្រសិទ្ធនាមតាមឈ្មោះលោកយាយដូនពេញដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងនៅក្នុងឆ្នាំ1372ដែលមានដំណើរពីការរកឃើញនៅព្រះបដិមា4អង្គក្នុងដើមកគីមួយក្បែរច្រាំងទន្លេបច្ចុប្បន្ននេះរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំបានក្លាយទៅជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញចូលមិនដាច់ឡើយបងប្អូនជីកាត់លើកណាក៏ឃើញរថយន្តទេសចរទាំងឡានដាក់ភ្ញៀវទេសចរចាស់ដើម្បីដើរទស្សនាដែរលើសពីនេះទៀតរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំមិនត្រឹមតែជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិប៉ុណ្ណោះទេបងប្អូនតែក៏ជាមជ្ឈមណ្ឌលសាសនានិងជំនឿមួយសម្រាប់ការគោរពបូជារបស់សាធារណជននិងភ្ញៀវទេសចរបរទេសផងដែរសូម្បីតែខ្ញុំម្លេងលើកណាក៏ឡើងមកថ្វាយបង្គំព្រះពុទ្ធបដិមានៅលើកំពូលភ្នំដែរនិងដើរទស្សនារូបសំណាកផ្សេងដែលជាប់ទាក់ទងជាមួយនឹងប្រវត្តិសាស្ត្រខ្មែរនិងជំនឿសាសនាតាំងពីសម័យមុនមកហើយនៅទីនេះសម្បូរដើមឈើណាបងប្អូនមានម្លប់ត្រជាក់ស្រួលទេសភាពក៏ស្អាតអាចឲ្យយើងអង្គុយលេងកម្សាន្តបានស័ក្តិសមនឹងនាំកូនមកលេងមកស្គាល់ឲ្យកូនបានពណ៌ត្រូវបរិយាកាសបែបធម្មជាតិកណ្ដាលទីក្រុងអញ្ចឹងណាចំពេលកូននៅតូចដោយកូនបនរក្សាអាយុ10ខែអញ្ចឹងផងកំពុងតែស្ថិតនៅក្នុងវ័យចង់ដឹងចង់ឃើញចង់ស្គាល់គ្រប់យ៉ាងនៅជុំវិញខ្លួនតែម្ដងពេលដែលបានចេញមកឃើញកន្លែងបែបនេះធ្វើឲ្យកូនបានហ្វឹកហាត់ខ្សែភ្នែកមើលដើមឈើពណ៌បៃតងនិងស្ដាប់សំឡេងសត្វយំដែលជួយវិវត្តផ្នែកការមើលឃើញការស្ដាប់ទាំងអស់នឹងហើយគឺជាការរៀនសូត្រដែលមានតម្លៃខ្លាំងណាស់សម្រាប់កូនក្នុងមួយថ្ងៃរបស់កូនអ្នកខ្លះអាចគិតថាក្មេងអាយុប៉ុណ្ណឹងវាតូចពេកតែចងចាំស្អីបានតែខ្ញុំជឿថាការចងចាំវាមិនស្ថិតនៅលើរូបភាពឬសម្ដីនោះទេតែគឺស្ថិតនៅលើអារម្មណ៍ដែលកូនទទួលដឹងពីភាពកក់ក្ដៅក្នុងរង្វង់ដៃម្ដាយដែលនាំកូនទៅគ្រប់ទីកន្លែងហើយទាំងអស់នឹងហើយគឺដក់ជាប់នៅក្នុងចិត្តកូនដោយមិនដឹងខ្លួនសម្រាប់ខ្ញុំចង់ឲ្យកូនបណ្ឌិតសាពណ៌ត្រូវធម្មជាតិបែបនេះកន្លែងទេសចរវប្បធម៌ប្រវត្តិសាស្ត្របែបនេះតាំងពីនៅតូចចង់កសាងអនុស្សាវរីយ៍ជុំគ្រួសារតាមរយៈការចងក្រងជាវីដេអូនិងរូបភាពដ៏មានន័យបែបនេះចង់នាំកូនដើរលេងកម្សាន្តឲ្យគ្រប់កន្លែងទេសចរសំខាន់ទាំងក្នុងក្រុងភ្នំពេញនិងតាមបណ្ដាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជាយើងនិងចង់ចូលរួមគាំទ្រជួយផ្សព្វផ្សាយតំបន់ទេសចរក្នុងស្រុកយើងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានផងដែរ